បងប្អូនហើយទោះបីមានម្ហូបឆ្ងាញ់ប៉ុណ្ណាចាម្ហូបអស្ចារ្យប៉ុណ្ណាក៏នៅមិនដែលបំភ្លេចចោលមុខម្ហូបមួយមុខនេះដែរជាមុខម្ហូបដែលដូនតាបានបន្សល់ទុកឲ្យណាចាដែលខ្មែរយើងតែងតែហៅថាសម្លកកូរសម្លកកូរជាមុខម្ហូបមួយមុខដែលចាមានដាក់បន្លែច្រើនមុខចម្រុះច្រើនជាងមុខម្ហូបផ្សេងទៅទៀតបើនិយាយពីគ្រឿងរបស់យើងគឺចាមានដាក់ទាំងប្រហុកហើយនិងគ្រឿងធម្មជាតិដែលដូនតាយើងបានផ្សំរោគមកដាក់ឲ្យត្រូវរើគ្នាឲ្យคล้ายជាមុខម្ហូបមួយមុខដែលមានឲ្យជារសឈ្ងុយឆ្ងាញ់ទោះបីជាបន្លែយើងផ្សំរៀងច្រើនចុបបែបណាក៏ប្រជាជនខ្មែររបស់យើងពេលដែលស្លម្ដងគឺមិនខ្ជិលចាក្នុងការផ្សំបន្លែទេគួបផ្សំនឹងសម័យឥឡូវងាយគឺយើងអាចទិញពីផ្សារមកហើយបន្ទាប់មកយើងអាចបេះបន្លែក្បែររបងផ្ទះជុំវិញផ្ទះមកដាក់បន្ថែមបន្លែរឹងរបស់យើងមានដូចជាល្ពៅចាក្តឹបចេកចាក៏ដូចជាចាបន្លែខ្នុរនិងបន្លែផ្សេងមានត្រប់ពត់ញងសណ្ដែកអីអាស្រ័យលើបងប្អូនមានមុខណាយើងដាក់នឹងបន្លែបៃតងរបស់យើងចាមានដូចជាស្លឹកងប់ចាផ្កាអង្គាសដីទីក៏ដូចជាត្រួយបាសបើសិនបងប្អូនមានស្លឹកម្រុំដាក់ទៀតកាន់តែឆ្ងាញ់ម្ហូបមួយមុខនេះអាចផ្សំបន្លែបានច្រើនចាមិនទាស់ទេមានកាន់តែច្រើនគឺរសជាតិកាន់តែឆ្ងាញ់ចឹងហើយបងប្អូនកុំភ្លេច share ជូននាងខ្ញុំផងនាងខ្ញុំតែងតែចែករំលែកអំពីមុខម្ហូបខ្មែរចាហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវសម្លកកូរចាបាទនេះឆ្អិនរួចរាល់ហើយចានេះខ្ញុំសូមថ្លែងអរគុណបងប្អូនដែលតែងតែគាំទ្រវីដេអូនេះខ្ញុំណាចាអញ្ចឹងជូនពរបងប្អូនអរគ្នាសំណាងល្អជម្រាបលាបាយបាយ